เอาแค่ซิมรีเปรียบทานเอาซอดกาต้องปฏิบัติการบัดน้ำ បាទសុខទុកយ៉ាងណាហើយបងប្អូនយើងប្រហែលថ្ងៃនេះបាទគឺខ្ញុំឡាយតរបងដូច្នេះយើងបានថតជាវីដេអូបាទគឺចែករំលែកទៅបងប្អូនទេហើយថ្ងៃនេះក៏ខ្ញុំបាទគឺមានកម្រងបាទគឺនាំកូនជាងថ្មីបាទទៅលេងខេត្តផងដែរហើយយើងក៏ឆ្លុះកាសថតជាវីដេអូដើម្បីចែករំលែកទៅបងប្អូនផងដែរបាទដោយសារតែកម្រងរបស់យើងបាទគឺនាំកូនជាងយើងទៅលេងខេត្តប៉ុន្តែគឺអត់សូវស្រួលខ្លួនហើយគាត់ឡាយតរវល់ដើម្បីទឹកផងក៏គាត់អត់បានទៅដូច្នេះយើងក៏សម្រេចទៅម្នាក់ឯងតោះឥឡូវយើងចាប់ដើមចេញដំណើរទៅមុខទៀតហើយបាទតោះឥឡូវយើងចាប់ដើមចេញដំណើរទៅហើយបាទតោះឥឡូវយើងឈប់ចូលទិញមឿនអាំងមួយសិនដោយសារតែមិត្តភក្តិខ្ញុំឲ្យខ្ញុំទៅលេងទេដឹងតែខលខ្ញុំទិញមឿនអាំងហើយបងប្អូនដោយសារតែមឿនអាំងនៅបញ្ជូស្ពានទលំស្ពានក្អែយើងបាទគឺជាមឿនដែលមានតម្លៃសមរម្យហើយជាពិសេសជាប្រភេទមឿនខ្មែរផងដែរហើយនៅបញ្ជូនេះគឺមានលក់ច្រើនបងប្អូននៅតាមដងផ្លូវយើងបាទបងប្អូននៅស្រុកប្រាសាទបាគងក៏ដឹងហើយមានមឿនអាំងបាទគឺសុទ្ធជាមឿនខ្មែរបាទគឺមឿនខ្មែរសុទ្ធអត់មានលក់មឿនចិញ្ចឹមទេហើយសុទ្ធតែជាមឿនធម្មជាតិផងដែរបងប្អូនដែលធ្វើដំណើរកម្សាន្តមកមិនថាទៅសៀមរាបចូលក្រុងសៀមរាបឬក៏មកពីសៀមរាបទៅភ្នំពេញទេបងប្អូនអាចចូលផ្សារបាននៅបញ្ជួមឿនអាំងបាទគឺនៅនឹងបាគងបាទគឺស្រុកប្រាសាទបាគងផងដែរបាទเอาแค่ซิมรีเปรียบทานเอาซอดกาต้องปฏิบัติการบัดน้ำ បាទមុននេះបន្តិចយើងបានទៅទិញគ្រឿងបន្លាស់សម្រាប់ជួសជុលទូរស័ព្ទហើយក៏យើងយកមកឲ្យមេជាងធំយើងបាទគឺមិត្តភក្តិរបស់ខ្ញុំគឺវ៉ាន់ជួយបាទមេជាងធំឲ្យជួសជុលឲ្យហើយសម្រាប់បងប្អូនដែលមានបញ្ហាចង់ជួសជុលទូរស័ព្ទបាទគ្រប់សេរីសម្រាប់បងប្អូនដែលនៅនឹងតាមនេះបាទគឺនៅនឹងមុខវត្តតាមនេះតែម្ដងបាទគឺជាងវ៉ាន់ជួយដែលមានឈ្មោះថា iFix បាទបងប្អូនដែលមានបញ្ហាបាទគឺចង់ជួសជុលគ្រប់សេរីបើថាដូរអេក្រង់ធ្វើម៉ាស៊ីនតោះឥឡូវយើងជាប់ការងារហើយដល់ម៉ោងយើងឈីថ្ងៃនេះពូស្មីឆ្ងាញ់មឿនអើយបានមិនស្រែបន្លែ